ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងបាននាំគ្នាមកដល់បេះត្រកូលស្រែបងប្អូនណាតាមប្រឡាយបងប្អូនអើយខ្ចីស្រស់ស្អាតមែនទែនអញ្ចឹងណាបងប្អូនធម្មជាតិតែម្ដងបងប្អូនអើយដើម្បីយកមកឆាជាមួយនឹងសាច់គោបងប្អូនណាឥឡូវយើងបានបេះមកគឺភ្លៀងអញ្ចឹងមកគឺលុយមកនឹងខ្ចីបងប្អូនណាលក់តែម្ដងបងប្អូនអើយធម្មជាតិស្អាតណាបងប្អូនណាឥឡូវយើងចាប់ដើមយកមកដល់ផ្ទះហើយយើងបេះស្លឹកវាចេញលាងទឹកឲ្យស្អាត2 3ទឹកសម្រាប់ដាក់អំបិលចូលសម្រាប់វាជាតិអញ្ចឹងណាបងប្អូនណាហើយបងប្អូនយើងបានលាងទឹកឡើងស្អាតហើយបងប្អូនណាត្រកួនស្រែគឺបែបហ្នឹងអញ្ចឹងបងប្អូនណាអត់ដូចត្រកួនគេដាំនៅស្រែនៅផ្សារនៅអីចឹងទេអញ្ចឹងណាបងប្អូនគឺវាដោះតាមបន្លាយតែម្ដងឥឡូវនេះយើងបានបំពងខ្ទឹមហើយបងប្អូនណាចាប់ដើមចាក់ទឹកត្រីចូលឆាវហើយបងប្អូនអើយឈ្ងុយពេញផ្ទះតែម្ដងគេហៅឆានេះគឺឈ្ងុយអញ្ចឹងណាឥឡូវនេះយើងចាប់ដើមដាក់សាច់ដាក់អីដាក់ម្សៅស៊ុបដាក់រ៉ូឌីសអីចឹងណាបងប្អូនណាហើយម្សៅស៊ុបខ្នុរអីដែលយើងមាននេះអាចដាក់បានប៉ុន្តែពីច្រើនគេដាក់រ៉ូឌីចឹងណាបងប្អូនណាដើម្បីជំនួយក្នុងការឲ្យមានរសជាតិឆ្ងាញ់តែម្ដងចឹងណាឥឡូវនេះយើងនាំគ្នាកូរចឹងណាបងប្អូនណាកូរវាចូលជាតិជាមួយសាច់ជាមួយគ្រឿងដែលយើងបានផ្សំហ្នឹងយើងកូរវាឲ្យវាចូលជាតិហើយមួយសន្ទុះក្រោយមកហ្នឹងគឺឲ្យវាឆ្អិនហើយយើងបន្តមកយើងដាក់ទឹកបន្តិចណាបងប្អូនណាកុំដាក់ច្រើនពេកយើងដាក់ទឹកបន្តិចមកដើម្បីឲ្យវាសាច់ឆ្អិនព្រោះយើងលាយជាមួយកោះមាត់បន្តិចតួចចឹងណានេះបងប្អូនណាយើងជាការច្នៃប្រឌិតទេបងប្អូនណាខ្ញុំដាក់ទឹកម្ទេសបន្ថែមគីឡូដែលមានរសជាតិឆ្ងាញ់អញ្ចឹងណាយើងដោយសារតែយើងអត់បានទិញប្រេងខ្យងអញ្ចឹងណាឥឡូវនេះយើងដាក់ទឹកម្ទេសជំនួយដើម្បីឲ្យមានកាន់រសជាតិឈ្ងុយឆ្ងាញ់តែម្ដងអញ្ចឹងណាហើយបងប្អូនណាឥឡូវយើងសាច់យើងឆ្អិនបដាហើយយើងកំពុងមើលដាក់ថែមទឹកស៊ីអ៊ីវបន្តិចបងប្អូនណាព្រោះវានៅរឿងសាបអញ្ចឹងតាមចំណង់ចំណូលចិត្តបងប្អូនឆាសាប្រៃផ្អែមឯងដល់ឥឡូវយើងសាច់ឆ្អិនហើយយើងដាក់បន្លែត្រកួនយើងចូលណាបងប្អូនណាឥឡូវយើងចាប់ដាក់ត្រកួនចូលហើយបងប្អូនអើយហើយត្រកួនស្រែនឹងថាមកអែមរសជាតិគឺនឹងឆ្ងាញ់ហើយបងប្អូនណាហើយធានាសុវត្ថិភាពជូនឲ្យទៀតចឹងណាបងប្អូនណាឥឡូវនេះយើងកូរត្រកួនទាំងអស់ហ្នឹងឲ្យវាចូលសាច់ជាមួយនឹងទឹកជាមួយនឹងគ្រឿងដែលយើងបានផ្សំទាំងអស់ហ្នឹងយើងកូរវាដោយសារបើយើងអត់កូរទេវាអត់ចូលគ្រឿងអត់ឆ្ងាញ់ទេអញ្ចឹងបើអត់ចូលសាច់និងគ្រឿងជាមួយគ្នាទេវាហូបទៅសាច់ដោយសាច់ត្រកួនដោយត្រកួនអញ្ចឹងណាបងប្អូនណាបើយើងកូរអញ្ចឹងបានន័យថាឲ្យវាចូលសព្វគ្រឿងទាំងអស់ទៅយើងហូបមកគឺឆ្ងាញ់ទាំងព្រមតែម្ដងអញ្ចឹងណាគឺអែមណាបងប្អូនណាឥឡូវយើងចាប់ដើមកូរវាឲ្យវាឆ្អិនទាំងអស់តែម្ដងណាណែបងប្អូនទាំងអីទាំងអស់ឥឡូវយើងឆ្អិនហើយបងប្អូនណានៅតែភ្លក់ចុងក្រោយតិចទៅគឺថាសាប្រៃអីយើងអាចលើកយកមកញ៉ាំបានហើយបងប្អូនយើងអត់ហ៊ានដាក់ម្ទេសទេបើបងប្អូនមានម្ទេសអីទៀតណាហាន់ម្ទេសក្រហមដាក់គឺឆ្ងាញ់ដោយសារយើងទុកឲ្យក្មេងៗហូបដែរអញ្ចឹងណាព្រោះយើងមានក្មេងខ្មែរឥឡូវហើយបងប្អូនណាដួសដាក់ចានមកហូបហើយបងប្អូនជាតិទេបងប្អូនអើយបើបានដាក់ម្ទេសដាក់អីទៀតចឹងណាឆ្ងាញ់មែនទែនបងប្អូនណាបងប្អូនមកញ៉ាំទាំងអស់គ្នាបងប្អូនអរគុណ